បងប្អូននៅថ្ងៃទី5ខែ11នេះគឺកាសែតខៅសុតបានចុះផ្សាយអំពីសម្ដីរបស់អាបាទឃ្លាំងដែលវាបានលើកឡើងថាវានៅតែចាត់ទុកប្រាសាទតាក្របីគឺជាដែនអធិបតេយ្យភាពរបស់ជាតិសៀមដដែលអញ្ចឹងវាលើកឡើងថាបើទោះជាមានមតិសាធារណជនខ្លះបានចោទប្រកាន់ថាការដែលបាទពួកវាប្រើប្រាស់នៅកម្លាំងបាយដើម្បីយកប្រាសាទតាក្របីមកវិញអាចនឹងធ្វើឲ្យប្រាសាទខូចយ៉ាងណាក៏ដោយប៉ុន្តែវាថាអាហ្នឹងគឺអាស្រ័យទៅលើការតស៊ូឬក៏ហៅថាការចង់បានរបស់ពួកវាការព្យាយាមរបស់ពួកវាទេហើយវាបានលើកឡើងថាបើទោះជាត្រូវចំណាយជីវិតទាហានតិចឬក៏ច្រើនគឺក៏អាស្រ័យទៅលើយុទ្ធសាស្ត្រនៃការដឹកនាំរបស់ពួកវាដែរណាបងប្អូនអញ្ចឹងអាបាទឃ្លាំងវានៅតែចាត់ទុកថាដរាបណាប្រាសាទតាក្របីតំបន់មួយចំនួនដែលវាចាត់ទុកថាជាទឹកដីរបស់សៀមគឺវានៅតែបន្តទាមទារយកមកវិញឲ្យទាល់តែបានណាបងប្អូនអញ្ចឹងកន្លែងនេះគឺបញ្ជាក់បានថាសៀមវាអត់បានស្ដាប់អន្តរជាតិទេសៀមក៏វាអត់បានញញើតលោកត្រាំដែរខ្ញុំហ៊ាននិយាយថាបងប្អូនណាបើយើងសុកយើងសុកតែពេលហ្នឹងឯណាសុកតែ4ឆ្នាំហ្នឹងឯណាបងប្អូនតែបើសិនជា4ឆ្នាំក្រោយផុតអាណត្តិលោកត្រាំទៅយើងច្បាស់ណាស់យើងអត់បានសុកទៀតទេគឺសង្គ្រាមអាចនឹងផ្ទុះឡើងសារជាថ្មីដីរបស់យើងនៅតែបន្តខើចជាងហ្នឹងទៀតឥឡូវយើងឃើញណាប្រាសាទតាក្របីមួយដែលវាអត់ទាន់ទៀមទាបានឥឡូវវានៅបន្តទៀមទាយកឲ្យទាល់តែបានណាបងប្អូនដល់ឡែកភ្នំទ្របបាទប្រាសាទតំនតូចតំនធំអីមួយចំនួនទៀតវាអត់លើកនិយាយទេព្រោះអានេះយើងគិតថាក៏ប្រហែលគេយកបានដែរពេលពួកខាងយើងនេះយើងស្ងាត់ជ្រាបម្ដងថ្ងៃនេះម៉ោងនេះយើងអត់មានឃើញរូបភាពឬក៏ពួកក្រុមកាសែតត្រូពងកាសែតដែលស្និទ្ធរដ្ឋាភិបាលណាមួយទៅថតទៅផ្ដិតរូបនៅលើទឹកដីនៃតំបន់ដែលប្រជាជនសង្ស័យថាធ្លាក់នៅក្នុងកណ្ដាប់ដៃសៀមនៅឡើយទេណាបងប្អូនអានេះជាអាកំបាំងមួយដែលមេដឹកនាំខ្មែរតែងតែលេងបាទនយោបាយឆ្ពិនភ្នែកចំពោះពលរដ្ឋខ្លួនឯងហើយនៅពេលណាដែលពួកខ្ញុំអ្នកក្រៅប្រទេសមួយចំនួនយើងនិយាយបកអាក្រាតអំពីការពិតគេទៅលៀបពណ៌ថាយើងនឹងគឺជាគិញរបស់សៀមថាយើងលក់ក្បាលឲ្យសៀមអីចឹងទៅប៉ុន្តែបងប្អូនណាការពិតនៅតែជាការពិតយើងមិនចាំបាច់ទៅទៀមទីឲ្យគេបកស្រាយអីច្រើនក៏បានដែរយើងមើលតែសកម្មភាពសពថ្ងៃទៅដឹងហើយឃើញមួយរយៈមុនមួយថ្ងៃមុននេះក្រុមទ្រព្រះផ្លោកគេចាប់ផ្ដើមអួតអូថាស្ងាត់រហ័សតែដកអាវុធមកវិញទើបដឹងថាអាវុធយើងហែដូចក្បួនកឋិនឯណានិយាយពីមោទនភាពគេថាគេយើងឈ្នះអីណានៃគេណាប់ពេលខ្លះបងប្អូនណាយើងត្រូវរៀនទទួលស្គាល់ការពិតហើយអ្វីដែលយើងត្រូវទទួលស្គាល់ការពិតហ្នឹងទើបយើងអាចយកមកអភិវឌ្ឍប្រទេសជាតិយើងនៅកន្លែងណាដែលយើងខ្សោយបានតែបើយើងចេះតែអំនួតយើងចេះតែបោកតែខ្មែរគ្នាឯងសួរថាពេលណាទើបជាតិយើងរីកចម្រើនប្រកបបងប្អូនបើយើងមានភាពលើសៀមបើយើងឈ្នះសៀមមែនណាមិនមែនសៀមដាក់ខសន្យាឲ្យយើងប្រមាណខក៏យើងធ្វើតាមគេឲ្យដកតបក៏ដកតាមគេតែសួរថាសៀមវាធ្វើដូចយើងវាធ្វើតាមយើងអត់មកដល់ម៉ោងហ្នឹងបលាលូវាដោះចេញទេអត់មកដល់ម៉ោងហ្នឹងទាហានដែលវាយកចាប់ខ្លួនទៅធ្វើជាចំណាត់ខ្មាំងវាដោះលែងទេអត់ឃើញទេសម្ពាធអន្តរជាតិប៉ុណ្ណាគេមិនទាំងខ្វល់ផងយើងទៀតដែលដើរតាមពេលគោជំហានសួរថាមកដល់កន្លែងហ្នឹងសួរថាតើនរណាជាអ្នកចាញ់ពិតប្រាកដណាបងប្អូនចាំមើលថានៅពេលណាដែលគ្រាន់តែកិច្ចចរចាសន្តិភាពនឹងហើយភ្លាមបងប្អូនឃើញព្រឹត្តិការណ៍ថ្មីផ្ទុះជាហូរជាហែមដល់ឥឡូវហ្នឹងឯងតួយ៉ាងដូចករណីបញ្ហាកសិផលឯជាដើមទៅហើយកសិករពិបាកត្អូញត្អែរាប់ខែរដ្ឋមន្ត្រីគេអត់ទាន់ចេញមកផុសផុសឥឡូវហ្នឹងឯងគេទើបតែចេញបន្ទាប់អំពីចុះហត្ថលេខីសន្តិភាពនឹងឲ្យបានចាប់ផ្ដើមចេញមកបង្កើតព្រឹត្តិការណ៍មានក្រុមអនឡាញមួយចំនួនទៅមានអ្នកដែលជួយពិតនិងអ្នកជួយខ្លាំងខ្លាយខ្ញុំសូមបញ្ជាក់ណានៅក្នុងចំណោមអ្នកដែលទទួលទិញស្រូវនេះណាមានអ្នកដែលជាអ្នកមានប្រកបទៅជួយទិញនិងមានដែលពួកបន្លំខ្លួនស្របពេលដែលអន្តរជាតិកំពុងតែតាមចាប់ខ្លួនជេនស៊ីហើយក៏មានពួកមួយចំនួនគឺស្ថិតនៅក្នុងរូបភាពលៀងលុយក៏ខ្វក់ដែរនេះជារឿងពិតមួយដែលបងប្អូនត្រូវដឹងតែគ្រាន់តែមួយចំនួនយើងពិបាកនឹងបញ្យល់នៅពេលដែលយើងបញ្យល់ការពិតគេថាយើងលេបពណ៌ប៉ុន្តែបងប្អូនត្រូវរៀនសម្លឹងមើលឲ្យច្បាស់ជាងនឹងទៀតបានយើងដឹងថាស្រុកយើងនេះគឺសម្បូរព្រឹត្តិការណ៍ដូចបណ្ឌិតកម្មលើកលើឡើងមិនខុសទេយកព្រឹត្តិការណ៍ទៅបន្លប់ព្រឹត្តិការណ៍ស្រុកយើងនេះគឺអ្នកដឹកនាំមានអកំបាំងច្រើនខ្លាំងចំពោះប្រជាជនចាំបានជាអាសូរជាតិយើងខ្ញុំចេះតែព្យាយាមនិយាយព្យាយាមបញ្យល់មួយថ្ងៃបន្តិចទៅព្រោះអីជាតិរបស់ខ្ញុំដែរបងប្អូនខ្ញុំវាមិនអាចបិទមាត់ចិត្តបានរហូតពេលខ្លះចង់សម្រាកមករយៈនឹកឃើញថាមិនចង់ឲ្យមានបញ្ហាញ៉ៃយើងមិនចង់ឲ្យធ្វើបានគេនឹងប្រមាថយើងច្រើនយើងមិនចង់ឃើញរូបភាពទាំងអស់នឹងកាត់ឡើងជាមួយខ្លួនឯងប៉ុន្តែសួរថាតើយើងវាគប្បីសម្រាប់ជាតិយើងទេបើយើងដឹងរឿងហើយយើងបន្តស្ងាត់ទៅវាគប្បីទេដោយសារតែគិតថាវាមិនមែនជារឿងមួយដែលគប្បីសម្រាប់ជាតិយើងនឹងទើបខ្ញុំចេះតែព្យាយាមធ្វើវីដេអូមួយថ្ងៃមួយក៏មួយថ្ងៃពីរចឹងទៅបាទអរគុណ